សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបន្តទៅចំណុចមួយទៀតក្នុងសប្តាហ៍ក្នុងលើកមុនយើងនិយាយអំពី carbohydrate metabolism យើងដល់ glycolysis មានហា molecule glucose បំលែងទៅជា molecule pyruvate តាម glycolysis ប៉ុន្តែនៅក្នុង monosaccharide មិនមែនតែមាន glucose ទេដែលចូលទៅក្នុងពោះវៀនតូចហើយនឹងសរសៃឈាមរបស់យើងគឺវាមាន molecule ផ្សេងដូចជា molecule galactose ហើយនិង molecule fructose ជាដើមអញ្ចឹងសំណួរសួរថាតើ molecule galactose និង molecule fructose វាធ្វើ metabolism យ៉ាងម៉េចដើម្បីអំលែងទៅជា pyruvate ដូច glucose ដែរអញ្ចឹងជំហានដំបូង molecule galactose ហ្នឹងវា add ខ្លួនវាជាមួយនឹងមួយ molecule phosphate group អញ្ចឹងវាខ្លាចទៅជា galactose នេះគឺជាគេ galactose 1 phosphate ដើម្បីវាប្រតិកម្មជាមួយនឹងនេះជាមួយនឹង molecule នេះគេហៅថា molecule UDP glucose UDP នេះឈ្មោះពេញគឺ uridine diphosphate នេះគេណា UDP គឺ នេះគឺ molecule UDP នេះប៉ុណ្នេះគឺ molecule uridine diphosphate add អានេះគឺជា molecule glucose អញ្ចឹងវាទាញយកអា molecule UDP glucose នេះមកបូកជាមួយនឹង galactose 1 phosphate ដើម្បីអីគេដើម្បីវាបដូរ molecule galactose នេះឲ្យមក molecule UDP glucose នេះហើយ glucose 1 phosphate នេះបង្កើតទៅជា molecule នេះវិញដោយ enzyme មួយឈ្មោះថា galactose 1 phosphate uridyl transferase នេះអញ្ចឹងពេលដែល galactose បដូរមកកន្លែងនេះ galactose នេះបដូរមកកន្លែង glucose ហើយ glucose នេះខ្លាចទៅជា glucose 1 phosphate free អញ្ចឹងអា glucose 1 phosphate នេះដើម្បីចូលទៅក្នុង glycolysis នេះបានវាត្រូវបំលែងខ្លួនវាទៅជា glucose 6 phosphate អញ្ចឹងនៅពេលដែលយើងបាន glucose 6 phosphate គឺវាអាចចូលនៅក្នុង glycolysis បានហើយឥឡូវ galactose វាទៅណាអញ្ចឹង molecule នេះ molecule galactose នេះ molecule galactose នេះនឹងបដូរកន្លែងជាមួយ glucose ព្រោះ glucose បានមកដល់នេះហើយបដូរកន្លែងខ្លាចទៅជាអីខ្លាចទៅជា UDP galactose UDP galactose អញ្ចឹងនៅពេលដែល UDP galactose គឺវាមានសមត្ថភាពបដូរទៅជា UDP glucose ម្ដងទៀតអញ្ចឹងហើយបានវាចង់បដូរគ្នាដោយសារ enzyme នេះវាមានសមត្ថភាពបដូរ UDP galactose ទៅជា UDP glucose គឺ enzyme UDP galactose for epimerase នេះ for epimerase អញ្ចឹងវាមានសមត្ថភាពបដូរពី UDP galactose ទៅជា UDP glucose អញ្ចឹង UDP glucose នេះទៅណាទៀតវារងចាំមកប្រតិកម្មម្ដងទៀតជាមួយនឹង galactose 1 phosphate ឬក៏វាអាចផ្ដាច់ទៅជា glucose 1 phosphate ហើយបដូរទៅជា glucose 6 phosphate ចូលទៅក្នុង glycolysis អូខេចុះដល់ពេលអានេះជា molecule detail ចុះដល់ពេល molecule ផ្សេងទៀតឧទាហរណ៍ថាស្ករlactose គឺនៅក្នុងដោះគោយើងមានស្ករ lactose ជាង enzyme lactase វានឹងកាត់ lactose ជា2ឲ្យក្លាយទៅជា galactose បូកជាមួយនឹង glucose អញ្ចឹង glucose នេះបំលែងទៅជា glucose 6 phosphate ចូល glycolysis អានេះត្រូវបដូរទៅជា glucose galactose 1 phosphate ហើយប្រតិកម្មជាមួយនឹង UDP glucose ដើម្បី free នៅ glucose 1 phosphate ហើយចូលទៅ glucose 6 phosphate ហើយនឹងចូលមក glycolysis ដែរអញ្ចឹងវាជាដំណើរការបំបែកនៃ molecule ហ្នឹងដល់ពេល metabolism នៃ fructose យ៉ាងម៉េចទៅអញ្ចឹងក្នុងglycolysis របស់យើងដឹងហើយថា glycolysis ចាប់ផ្ដើមពី glucose 6 phosphate ទៅមកទៀត fructose 6 phosphate អញ្ចឹងរឿងដែលត្រូវបដូរគឺវាអាចបដូរ fructose នេះទៅជា fructose 1 6 phosphate ឬក៏ fructose 1 phosphate ក៏បានដែរអញ្ចឹង protein យើងមានស្រាប់វាគ្រាន់តែប្រើ enzyme មួយហៅថា fructokinase វាទាញ phosphate group ពី ADP ដោយ convert វាទៅជា ADP មានថាទាញ phosphate group ពី ATP ឲ្យបដូរទៅជា adenosine diphosphate គឺ ADP យកមក add កន្លែងនេះអញ្ចឹងវាคล้าย molecule ហ្នឹងទៅជា fructose 1 phosphate F1P អញ្ចឹង fructose 1 phosphate គឺវាមាន enzyme មួយអាច convert បានទៅជា ADHAP ឬបូកជាមួយនឹង glyceraldehyde អញ្ចឹង molecule នេះគឺចូលទៅក្នុង glycolysis បានហើយ enzyme នេះឈ្មោះថា fructoaldolase អូខេនេះគឺជាដំណើរការ metabolism របស់
fructose អូខេអញ្ចឹងនៅបន្ទាប់ពីយើងដឹងអំពីការបំបែក fructose galactose ទៅជា molecule pyruvate បន្តមកទៀតនៅក្នុងលក្ខខណ្ឌដែលយើងធ្វើ fasting មានន័យថាយើងអត់ញ៉ាំអាហារអញ្ចឹងវាត្រូវប្រើនៅ molecule ស្ករដែលមានស្រាប់ក្នុងខ្លួនយើងដើម្បី maintain នៅ blood glucose ឲ្យវាមានតុល្យភាពរឿងទី1គឺវាអាចបំបែកអំពី glycogen នៅក្នុងថ្លើមដើម្បីរក្សាតុល្យភាពblood glucose ក្នុងឈាមឲ្យបានមានស្ថិរភាពជារឿងមួយក្រៅពីនេះវាមានដំណាក់កាលមួយទៀតគេហៅថា gluconeogenesis គឺជាការបង្កើត glucose អំពី non carbohydrate molecule អញ្ចឹងនៅក្នុងរឿងហ្នឹងគឺវាជាដំណើរការត្រឡប់ទៅវិញនៃ glycolysis គឺវាចាប់ផ្ដើមអំពី pyruvate បកទៅវិញរហូតទៅដល់ molecule glucose អញ្ចឹងយើងនឹងរៀន detail ថាប្រតិកម្មគីមីនេះវាកើតឡើងដោយដូចម្ដេចដំបូងនេះគឺជា enzyme ក្នុង reaction gluconeogenesis អានេះគឺជា glycolysis អានេះគឺជា enzyme ដែលប្រើនៅក្នុង gluconeogenesis អូខេឥឡូវយើងមើលដំណើរការហ្នឹងតែម្ដងទៅ reaction ទី1គឺយើងចាក់ចេញអំពី molecule pyruvate ជាមួយនឹង